នៅពេលដែលព្រះរាជអាជ្ញាសម្រេចប្រើនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួនទៅលើជនដែលត្រូវបានឃាត់ខ្លួនតើព្រះរាជអាជ្ញាត្រូវអនុវត្តសកម្មភាពនីតិវិធីសំខាន់អ្វីខ្លះដើម្បីធានាថាដំណើរការផ្លាស់ប្ដូរពីដំណាក់កាលឃាត់ខ្លួនទៅកាន់ដំណាក់កាលជំនុំជម្រះគឺស្របច្បាប់និងត្រូវគោរពសិទ្ធិការពារខ្លួនរបស់ជនជាប់ចោទយ៉ាងម៉ឺងម៉ាត់ចម្លើយនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួនគឺជាយន្តការមួយដែលត្រូវបានប្រើសម្រាប់បទមជ្ឈិមដែលមានលក្ខណៈជាក់ស្ដែងនិងមានភស្តុតាងគ្រប់គ្រាន់ហើយវាអនុញ្ញាតឲ្យមានការជំនុំជម្រះយ៉ាងឆាប់រហ័សបន្ទាប់ពីបានទទួលកំណត់ហេតុនិងខ្លួនជនឃាត់ខ្លួនពីមន្ត្រីនគរបាលយុតិធម៌ព្រះរាជអាជ្ញាត្រូវអនុវត្តកាតព្វកិច្ចសំខាន់ៗជាបន្ទាន់ដូចខាងក្រោម 1. ការប្រគល់ដីកាកោះហៅនិងការកំណត់ថ្ងៃបង្ហាញខ្លួនព្រះរាជអាជ្ញាត្រូវតែចេញនិងប្រគល់ដីកាកោះហៅឲ្យជនត្រីចោទដើម្បីបង្ហាញខ្លួននៅចំពោះមុខសាលាដំបូងអំណាចច្បាប់ដីកាកោះហៅនេះត្រូវតែគោរពនៅថេរវេលាកំណត់ដោយដែលបានចែងក្នុងច្បាប់ឧទាហរណ៍យ៉ាងតិច10ថ្ងៃសម្រាប់ការកោះហៅក្នុងស្រុកដោយដែលបានពន្យល់ក្នុងឯកសារមុនដើម្បីធានាថាជនជាប់ចោទមានពេលគ្រប់គ្រាន់ដើម្បីរៀបចំការការពារខ្លួនឧទាហរណ៍ខ្លីប្រសិនបើការឃាត់ខ្លួនបានបញ្ចប់នៅថ្ងៃអង្គារព្រះរាជអាជ្ញាត្រូវចេញដីកាកោះហៅភ្លាមប៉ុន្តែថ្ងៃជំនុំជម្រះមិនអាចកំណត់លឿនជាង10ថ្ងៃបន្ទាប់ឡើយក្នុងករណីជនជាប់ចោទរស់នៅក្នុងប្រទេស 2. ការបញ្ជូនជនត្រីចោទទៅតុលាការជំនុំជម្រះព្រះរាជអាជ្ញាមានកាតព្វកិច្ចបញ្ជូនជនត្រីចោទទៅចំពោះមុខតុលាការជំនុំជម្រះភ្លាមដើម្បីជំនុំជម្រះផ្ទាល់លើអង្គសេចក្តីការអនុវត្តនីតិវិធីនេះតម្រូវឲ្យមានភាពរហ័សទាន់ចិត្តបំផុតពីព្រោះជនជាប់ចោទស្ថិតក្នុងស្ថានភាពឃាត់ខ្លួនឬជាប់ក្រោមការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋការបញ្ជូនភ្លាមមានគោលបំណងកាត់បន្ថយពេលវេលាដែលជនជាប់ចោទស្ថិតក្រោមការឃាត់ខ្លួនមុនការកាត់ទោស 3. ស្នើសុំឃុំខ្លួនបណ្ដោះអាសន្នក្នុងករណីចាំបាច់ក្នុងករណីដែលតុលាការមិនអាចជំនុំជម្រះភ្លាមបានឧទាហរណ៍ថាជនជាប់ចោទស្នើសុំពន្យាពេល10ថ្ងៃដើម្បីរៀបចំការការពារខ្លួនហើយមានមូលដ្ឋានច្បាប់ព្រះរាជអាជ្ញាអាចស្នើសុំឲ្យតុលាការបង្គាប់ឲ្យឃុំខ្លួនជនត្រីចោទបណ្ដោះអាសន្នសិនរហូតដល់ថ្ងៃជំនុំជម្រះដែលបានកំណត់អំណាចច្បាប់មាត្រា210នៃនវពកំណត់អំពីលក្ខខណ្ឌនៃការឃុំខ្លួនបណ្ដោះអាសន្នដូចជាការការពារភស្តុតាងការពារសម្ដាប់ធ្នាប់សាធារណៈឬធានាវត្តមានជនជាប់ចោទព្រះរាជអាជ្ញាត្រូវបង្ហាញនូវភស្តុតាងរឹងមាំទៅចៅក្រមដើម្បីឲ្យមានការសម្រេចឃុំខ្លួនបណ្ដោះអាសន្នឧទាហរណ៍ខ្លីប្រសិនបើជនជាប់ចោទត្រូវបានចោទពីបទហិង្សាដែលមានការគំរាមកំហែងដល់ជនរងគ្រោះព្រះរាជអាជ្ញាអាចស្នើសុំឃុំខ្លួនបណ្ដោះអាសន្នដោយផ្អែកលើមូលដ្ឋានការពារសម្ដាប់ធ្នាប់សាធារណៈរហូតដល់ថ្ងៃជំនុំជម្រះ 4. កាតព្វកិច្ចធានាសិទ្ធិរបស់ជនត្រីចោទក្នុងនីតិវិធីនេះព្រះរាជអាជ្ញាត្រូវធានាថាជនត្រីចោទត្រូវបានជូនដំណឹងអំពីសិទ្ធិរបស់ខ្លួនជាពិសេសសិទ្ធិមានមេធាវីព្រះរាជអាជ្ញាត្រូវធានាថាជនត្រីចោទបានផ្ដល់ឱកាសទាក់ទងមេធាវីសិទ្ធិសុំពេលត្រៀមខ្លួនជនត្រីចោទមានសិទ្ធិសុំពេល10ថ្ងៃដើម្បីរៀបចំការការពារខ្លួនប្រសិនបើពួកគេមិនចង់ជំនុំជម្រះភ្លាមនោះទេអំណាចច្បាប់ការគោរពសិទ្ធិទាំងនេះគឺសំខាន់បំផុតពីព្រោះការរំលោភសិទ្ធិទាំងនេះអាចធ្វើឲ្យនីតិវិធីទាំងមូលคล้ายជាមកកសរុបមកតួនាទីរបស់ព្រះរាជអាជ្ញានៅក្នុងនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួនគឺមានលក្ខណៈតានតឹងពួកគេត្រូវអនុវត្តឲ្យមានភាពរហ័សទាន់ចិត្តបំផុតដើម្បីសម្រេចយុត្តិធម៌ប៉ុន្តែក្នុងពេលវេលាដែលមិនដេញធាត្រូវតែគោរពតាមនីតិវិធីនិងសិទ្ធិមូលដ្ឋានរបស់ជនជាប់ចោទយ៉ាងតឹងមាំបំផុតដើម្បីរក្សានូវគោលការណ៍នីតិរដ្ឋ